សម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញាដែលផ្ដល់ជាកិត្តិយសនៅក្នុងថ្ងៃនេះហើយអ្វីដែលមាននៅក្នុងចិត្តក៏សូមប្រាប់អ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះថាដំណើរដល់វែងឆ្ងាយមួយក្នុងរយៈពេលជិត10ឆ្នាំក៏ត្រូវបានមកដល់ទីតាំងមួយដែលពួកយើងបានសន្យាមួយគ្នានៅថ្ងៃដំបូងដែលយើងបានស្គាល់គ្នាទោះបីជាថ្ងៃមុនដំបូងយើងរៀងឈាមរាវបន្តិចបានន័យថាឲ្យតែបានស្រឡាញ់សិនទៅសន្យាថាការក៏សិនអញ្ចឹងណាធ្វើម៉េចឲ្យស្រឡាញ់សិនចាំគិតទៀតប៉ុន្តែបន្ទាប់ពីបានចាប់ដៃគ្នាយើងឆ្លងកាត់រឿងជាច្រើនយើងមិនចង់និយាយពីរឿងមិនល្អនៅក្នុងថ្ងៃបង្គោលប៉ុន្តែក៏យើងមិនអាចប្រកែកបានជាមួយនឹងរឿងដែលបានកើតឡើងយ៉ាងណាក្តីខ្ញុំក៏បានសន្យាមួយគាត់ហើយចាប់ដៃគ្នាមួយគាត់តាំងពីថ្ងៃដំបូងហើយជារួមតាំងពីថ្ងៃទី1រហូតមកដល់ថ្ងៃនេះយើងអត់ដែលឆ្លោះគ្នាប្រកែកគ្នាបែកគ្នាទេអត់ដែលមានសំបីតែម្ដងហើយក៏សូមឲ្យបន្តអញ្ចឹងរហូតទៅដល់ចាស់កុំបាច់ដល់កោងខ្នងព្រោះដោយសារតែខ្ញុំអត់ចង់កោងខ្នងព្រោះខ្ញុំខ្លាចពេលដែលខ្ញុំកោងខ្នងទៅខ្ញុំអត់មានលទ្ធភាពមើលថែគាត់បាទហើយអរគុណហើយខ្ញុំជាមនុស្សម្នាក់ដែលពីមុខខ្ញុំរៀងលេងសើចច្រើនប៉ុន្តែបើនៅចំពោះមុខបងប្អូនទាំងអស់គ្នាខ្ញុំអត់សូវនិយាយស្ដីអីច្រើនព្រោះខ្ញុំបានតែទ្រឹស្ដីរៀងច្រើនតិចហើយទោះបីជាមុខខ្ញុំរៀងឌឺតិចមុខខ្ញុំរៀងកឹងតិចប៉ុន្តែសេចក្តីស្រឡាញ់និងបេះដូងស្មោះសរចរិតពីធម្មជាតិរបស់ខ្ញុំគឺល្អទេអញ្ចឹងថ្ងៃនេះក៏សូមតំណាងឲ្យក្រុមគ្រួសារទាំងមូលអរគុណដល់បងប្អូនទាំងអស់គ្នាដែលផ្ដល់ជាកិត្តិយសនៅក្នុងថ្ងៃនេះហើយខ្ញុំជាមួយនឹងប្រពន្ធក៏មិនអាចបានមកឈរនៅទីនេះបើសិនជាគ្មានការគាំទ្រពីបងប្អូនទាំងអស់គ្នាជាពិសេសពីគ្រួសារខ្ញុំអរគុណដល់ពូខ្ញុំពូខ្ញុំគាត់ឈ្មោះវិបុលគាត់ស្រឡាញ់អោបកសោបដោះស្រាយបញ្ហាទាំងអស់ព្រោះថាប្រៀបដូចជាឪពុកប្រៀបដូចជាមិត្តភ័ក្តិប្រៀបដូចជាជីតាប្រៀបដូចជាម្ដាយជាគ្រប់យ៉ាងតែតែផ្ដល់ដំបូងមានដកក្មួយបារម្ភគិតហើយក៏តែតែឆ្លោះមួយប្រពន្ធរហូតត្រូវជាពូបកើតប៉ុន្តែឆ្លោះបែកផ្សែងប៉ុន្តែយ៉ាងណាក៏អត់ដែរចោលពូនៅតែអោបកសោបអរគុណពូនិយាយពីគាត់ខ្ញុំចង់តែយំព្រោះដោយសារតែដំណើរខ្ញុំវែងឆ្ងាយពេកបន្ទាប់ពីគ្រួសារត្រូវបានពិបាកយើងក៏ផ្សងព្រេងមករយៈពេលជាង10ឆ្នាំក៏ខ្ញុំបានជោគជ័យហើយខ្ញុំក៏សប្បាយចិត្តនៅថ្ងៃមុនដំបូងដែលខ្ញុំបានចេញពីទីតាំងមួយរហូតដល់បានជួបប្រពន្ធខ្ញុំគិតថាខ្ញុំជោគជ័យសឹងតែគ្រប់យ៉ាងនៅក្នុងជីវិតខ្ញុំព្រោះខ្ញុំជោគជ័យទាំងការងារទាំងការតស៊ូក្នុងជីវិតទាំងស្នេហាទាំងគ្រួសារមានសុភមង្គលនៅពេលដែលខ្ញុំចាប់ផ្ដើមផ្លាស់ប្ដូរជីវិតរបស់ខ្ញុំហើយខ្ញុំពិតជាអរគុណមួយទៀតដែលមីងខ្ញុំគាត់អត់នៅទេប៉ុន្តែគាត់ថ្ងៃដែលចុងក្រោយគាត់បានឲ្យលុយខ្ញុំ 20000 ដែលខ្ញុំចេញពីបាត់ដំបងហើយខ្ញុំទិញសំបុត្រឡានអស់ 15000 សល់តែ 5000 រៀលទេអញ្ចឹងបើសិនជាខ្ញុំមានលុយតែ 50000 រៀលឬ 10000 រៀលក៏ខ្ញុំនៅតែជោគជ័យដែរព្រោះខ្ញុំមានលុយលើសពីថ្ងៃដែលខ្ញុំបានចេញមកពីផ្ទះអញ្ចឹងថ្ងៃនេះខ្ញុំគិតថាទោះជាយ៉ាងណាក៏ដោយខ្ញុំគិតថាមីងក៏ដូចជាលោកតានឹងបានឃើញនៅសុភមង្គលរបស់ពួកយើងហើយមិនភ្លេចបន្ថែមទៀតនោះក៏អរគុណដល់ឪពុកម្ដាយដែលបីបាច់ថែសារខ្ញុំព្រោះហងៃហ្នឹងម៉ែក្មេងស្រឡាញ់កូនភាសាណាសឡទុកដាក់ខ្លាចតកូនអត់ហូបអញ្ចឹងអរគុណម៉ែនៅក្នុងថ្ងៃនេះតែកុំយំម៉ែកុំធ្វើដូចខ្ញុំខ្មាស់គេហើយអរគុណឪដែលទ្រឹស្ដីចេះជួយនាំរហូតបាច់ទេខ្ញុំនិយាយម្នាក់ឯងបានហើយ
hay chi vì sao nhưng mà con đó bong phở nhôm từng pi con hera heret con chả mẹ tên đại tay đại bậc xa vô ball và đại ôn pรับpi ni pi nu hay con đó bong say con bong lên con chả đại đó chỉ kể từ con đó bong vật thiên con đó sum đại con krom ca nghe tầng khnia có đôi chia con đó mật phèo bóng bò đại hòm an dạy hiện trở thế bọn nghi ban dạy ngày ní dạy chi bị sao có xôm ơi phiệp sờ bài đi môi ni sập phèo mà cô môi ni có đôi chỉ ca to su môi ni cứ chia cùng ru đo nẹt tầng khnia đại miệng bầm non trong vì bọt luôn ai bị sâu từ đo mà rồi tua bay chia ở vậy mình tiên toát cả đai bàn tay ca chọc chayในขนมngày ní dương cua ta sờ bài chất nào vậy để dương miến hai từ một to thế nhóm chưa chạy từ lơ ca prang prai chưa chạy từ lơ phiệp mu mộtในขนมกางnghĩa chưa chạy từ lơ ca ọt mộtตัวอย่างนาก็ได้คนเอาบอลต่างในสำหรับการประดาจิเกตอยู่ในขนมไงนี่ยมบาดชีเดวินนังแพรเยียทรงกระบคน คุณครั้งหน้าบาสำหรับการบังฮาอย่างปีตุ่มหุ่มตักจัดดอกทมเทนแต่การลงในเป็นคนต่างสองข้างก็โดยเชียร์แต่การไอดอมรถจุ่มติวพิวกิวต่างบาดบานปลอดกันจัวในขนมไทยนี่บานจังกรรมทีบอยนชีบันตอเทนนี่กรมการงีกับบานเตรียมในการเพย์เชียจูนแต่การโกนกับลองโกนกระมอมก็โดยเชียร์หลบปานเนี่ยมะบาให้ยึดชมกับสงการในนี้ทำไมกรุ๊ปเป็นเชิญไอดอมรถจุ่มติวโลกเซนในนี้กัน